បានជាឥឡូវហ្នឹងវាលែងមានហើយអាពាក្យថាសៀមងាប់ស្អុយពេញព្រៃអីវាឈប់ហើយឈប់មានណាដោយសារអីបានវាឈប់មានខ្ញុំជាអ្នកនៅក្រៅស្រុកថ្នមខ្ញុំប្រាប់ថាប៉ោងខោហើយបើកុំតែខ្ញុំប្រាប់ថាប៉ោងខោហ្នឹងកុំអីនៅក្រេវនៅហ្នឹងអញ្ចឹងឥឡូវហ្នឹងចាប់ផ្ដើមចាញ់រឿងទៀតណាស្ងៀមតែមិនស្ងាត់ស្ងាត់តែអត់នៅស្ងៀមរឿងអត់នៅស្ងៀមហ្នឹងគឺជឿហើយប៉ុន្តែធ្វើកិច្ចការផ្សេងណាបើសិនជាអារឿងហ្នឹងថៃវាគៀបអាមេរិកកាំងវាគៀបទៅថៃអាមេរិកកាំងវាសម្របសម្រួលក៏ប៉ុន្តែវាមិនសំខាន់អីចំពោះអាមេរិកកាំងទេសូមបញ្ជាក់ថាថៃក៏ដោយកម្ពុជាក៏ដោយវាអត់សំខាន់អ្វីចំពោះអាមេរិកកាំងទេកុំឲ្យតម្លៃខ្លួនឯងកុំឲ្យតម្លៃខ្លួនឯងលើសពីតម្លៃពិតប្រាកដរបស់ខ្លួនថៃក៏វាមិនសំខាន់ចំពោះអាមេរិកកម្ពុជាក៏មិនសំខាន់ចំពោះអាមេរិកដែរហើយអ្នកមកជេរខ្ញុំថាខ្ញុំអត់កាន់ជើងខ្មែរអញកាន់ជើងហ្មងអញកាន់ជើងហ្មងអញប្រាប់ឲ្យដឹងមុខការអញមិនសម្រាប់កាន់ជើងទេមុខការអញចង់ឲ្យខ្មែរដឹងពីព្រោះមានតែការចេះដឹងទេដែលធ្វើឲ្យខ្មែរខ្លាំងអាហ្នឹងអញ្ចឹងមិនមែនរឿងកាន់ជើងទេអញកាន់ជើងងប់អីអញបើអញជួយប្រជាជនបងប្អូនអញមិនបានមីកទឿនៅដីគុកនៅឡើយហ្នឹងគ្រាន់តែនិយាយប៉ុណ្ណឹងយកទោសគ្នាដីគុកនៅឡើយគិតមើលអាឌីនៅដីគុកនៅឡើយម្សិលមិញចាប់ម្នាក់ទៀតចាប់អត់ឈប់ណាហើយអញកាន់ជើងមិនមកចាប់គេអត់ឈប់ចឹងគ្នាអត់មានធ្វើអីទេគាត់និយាយអូគ្នាញុះញង់មតិញុះញង់ចាប់នេះក្រឹបអាហ្នឹងចឹងអូខេ DVS តាស្រីពៅខ្ញុំសពសบายជាធម្មតាឈឺនៅតែឈឺប៉ុន្តែគាត់ថាទប់ទល់ជាប់វិបុលចនយ៉ងត្រូវប្រមូលសម្រាមដាក់ធុងហើយលេបរបស់ដែលស្ដោះចេញបាទតើបន្ទាប់យើងនៅក្នុងស្រុកពិបាករកព័ត៌មានពិតយើងស្ដាប់ទៅព័ត៌មានក្នុងស្រុកប៉ុន្តែយើងចេះតែលួចស្ដាប់នេះស្ដាប់អាយថែមណាហើយពិចារណាទៅ DVS បើមានការចុះហត្ថលេខានៅសប្តាហ៍នេះបើមានការចុះហត្ថលេខានៅសប្តាហ៍នេះណាហើយសង្គ្រាមវាកើតទៀត3 4 5ឆ្នាំវាកើតទៀតដោះស្រាយទៀតណាអីរឿងចៅឯងចង់ដឹងខាងណាឥឡូវតាបំពេញចិត្តចៅឯងមិនបាច់សួរទេចិនរុស្ស៊ីហើយពិភពលោកទាំងអស់ហ្នឹងគេកាន់ជើងខាងកម្ពុជាហើយដេកសบายចិត្តទៅគេកាន់ជើងខាងកម្ពុជាទាំងអស់ហ្នឹងអត់មានអាណាមួយកាន់ជើងថៃទេសบายចិត្តហើយនៅនឹងគឺជាចម្លើយរបស់តាដែលធ្វើឲ្យចៅឯងសบายចិត្តអូខេឲ្យតវាយគ្នាគ្មានអាណាកាន់ជើងថៃទេកាន់ជើងតែកម្ពុជាទេជាពិសេសរឿងមនុស្សស្អាតឲ្យតែលើកជើងគេកាន់ហើយ
ដល់ប្រាប់ថាគេកាន់ជើងកម្ពុជាថាបង្អាប់ខ្មែរមានការអីក៏ដោយក៏គេកាន់ជើងកម្ពុជាដែរវៀងវ៉ាន់ទិញកុំមាត់អាហ្នឹងកុំនិយាយឲ្យតែមានបញ្ហាអីគេកាន់ជើងទៅកម្ពុជាទេគេមិនដែលកាន់ជើងថៃទេអញ្ចឹងទស្សនកិច្ចរបស់ត្រមនៅអាស៊ីមានច្រើនអាប់ដេតរឿងមួយទៀតគឺរឿងសេដ្ឋកិច្ចខ្ញុំបានជូនដំណឹងឲ្យថាធនាគារពិភពលោកមានការសន្និដ្ឋានចំពោះសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកវាចុះខ្សោយជាងមុនបន្តិចឆ្នាំ25នេះដោយសារជំនួញណាដោយសារជំនួញនឹងពាណិជ្ជកម្មអាស៊ីហ្នឹងវាចុះទាបបន្តិចសេចក្តីត្រូវការរបស់ពិភពលោកមានការប្រែប្រួលហើយការប្រែប្រួលក៏ដូចជាការដែលកំពុងតែប្រកួតប្រជែងគ្នាក្នុងទីផ្សារពាណិជ្ជកម្មនិងជំនួញការជួបគ្នារវាងលោកប្រធានស៊ីជីនពីននិងលោកប្រធានប្រៃត្រាំយើងចាំមើលថ្ងៃទី30ខែតុលាហ្នឹងថាតើចាញ់អ្វីខ្លះជាផលប្រយោជន៍គឺតើណាប្រទេសធំទាំងពីរនេះអាចរកស៊ីជាមួយគ្នាបានរបៀបម៉េចអាមេរិកកាំងតម្រូវឲ្យចិនទិញផលិតផលមួយចំនួនបើមិនទិញតើអាមេរិកកាំងព្រមឬមិនព្រមយើងចាំមើលហើយចំណែកចិនមានរ៉ែមួយចំនួនដែលកំពុងតែកាត់បន្ថយការនាំចេញមកអាមេរិកតើវាប៉ះពាល់អាមេរិកកាំងប៉ុណ្ណាអាហ្នឹងយើងចាំមើលរតនាសូមជួយអាប់ដេតពីចិនហើយខ្ញុំសង្កេតថាมันមានវត្តមានចិនចូលរួមតាចាស់កាត់ទៅកាព្រមព្រៀងផ្សេងអាចប៉ះពាល់អ្វីបច្ចុប្បន្ននេះថ្ងៃ25នេះនៅម៉ាឡេស៊ីគណៈប្រតិភូចិននិងគណៈប្រតិភូអាមេរិកចរចាពាណិជ្ជកម្មចិនតាមមើលព័ត៌មានពីប្រទេសចិនហាក់ដូចជាមិនសូវជាយកចិត្តទុកដាក់លើរឿងកម្ពុជាថៃឡង់ប៉ុន្មានទេគឺកំពុងតែយកចិត្តទុកដាក់រឿងទំនាស់ពាណិជ្ជកម្មជាមួយអាមេរិកជាងរីឯការប្រជុំនៅកូឡាលំពួរចិនក៏មិនអោយតម្លៃខ្ពស់ដែរចិនយកចិត្តទុកដាក់ក្នុងជំនួបប្រធានាធិបតីត្រាំនិងលោកប្រធានស៊ីជីនពីងសំណួររតនាដែលសួរថាបើវាអត់មានចិនចូលរួមក្នុងពិធីចុះហត្ថលេខាហើយបន្ទាប់មកទៀតតើប្រធានាធិបតីត្រាំ
នឹងចូលរួមក្នុងការចុះហត្ថលេខាឬទេយើងចាំមើលថ្ងៃស្អែក26តើវាមានទេឬមួយក៏ត្រំគិតថានាយករដ្ឋមន្ត្រីថៃអត់ចេញមុខត្រំវាខ្ជិលវាក៏ឡើងយន្តហោះទៅជប៉ុនទៅអញ្ចឹងយើងក៏អត់ទាន់ដឹងដូច្នេះហើយអ៊ំសំពេលទុកវិភាគក្រោយណាព្រោះចុះហត្ថលេខាហ្នឹងជួនកាលត្រំវាអត់វាខ្ជិលវាថាអញមិនដឹងទៅធ្វើសាកសីអីទេអញខ្ជិលត្រំវាខ្ជិលវាឲ្យតំណាងអាមេរិកអង្គុយជាមួយនឹងតំណាងចិនអីតិចតួចទៅណាគេហៅ US official ជាមួយនឹង China official ហ្នឹង together with Malaysia ហ្នឹងនៅក្នុងអាគរកូឡាលំពួរហ្នឹងទៅអាចត្រំវាអត់ទេវាដូរចិត្តចាច់ទៅវាត្រំណាវាត្រំវាត្រូវការមុខមាត់ធំបើចុះហត្ថលេខាហ្នឹងវាមិនឃើញមុខមាត់ធំវាអាចបញ្ញាទៅជប៉ុនអញ្ចឹងមិនទាន់ហ៊ានឆ្លើយឥឡូវណារតនាទុកពេលដើម្បីនឹងតាមមើលស្អែកថ្ងៃ26ហ្នឹងថាតើវាចាញ់ផលយ៉ាងម៉េចនឹងមួយខ្ញុំក៏លេខមើលក៏លេខមើលទៅប្រទេសចិនថ្ងៃនេះអត់មាននិយាយពីកម្ពុជាតែបន្តិចក៏អត់ដែរអត់និយាយសោះហើយ2ថ្ងៃហើយដែលចិនច្រើននិយាយដាក់បន្ទុកឲ្យកម្ពុជាចិនយកចិត្តទុកដាក់ជំនួបរវាងលោករដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាល Scott Bessent ជាមួយនឹងគណៈប្រតិភូចិននៅកូឡាលំពួរជជែករឿងជំនួញអត់និយាយរឿងខ្មែរទេអត់និយាយរឿងខ្មែរសោះអត់មាននិយាយទេថ្ងៃនេះស្រាប់តែអត់និយាយអីសោះអត់និយាយមិនត្រឹមតែអត់និយាយទេចិនបែរទៅជាផ្សាយការសគត់របស់ម្ដាយស្ដេចថៃទៅវិញអញ្ចឹងណាបើសិនជាត្រំធ្វើជាអធិបតីលើការចុះហត្ថលេខាហ្នឹងវាគ្រាន់បើតែបើសិនជាត្រំថាអញខ្ជិលប្រយទៅជប៉ុនបាត់អានោះការចុះហត្ថលេខាហ្នឹងរឹតតែអត់សូវមានន័យបាទដូចខ្ញុំបាននិយាយមកហើយកិច្ចព្រមព្រៀងថៃកម្ពុជាហ្នឹងមិនសូវជាមាំទេផ្កាក្រពុំ10ប្រទេសចំណែក East Timor ខ្ញុំអត់ទាន់ដឹងDVS ហេតុអ្វីបានលោកប្រធានាធិបតីដែលអ្នកតែងតែបង្ខំប្រទេសអ៊ុយក្រែនឲ្យកាត់ដីដើម្បីដូរនឹងសន្តិភាពបើដូច្នោះមែនយុទ្ធធននៅក្នុងពិភពលោក DVS ទៅខ្វល់អីរឿងយូក្រែននោះមិនក៏មិនសួរខ្លួនឯងថាម៉េចបានហ៊ុនសែនកាត់ទឹកឲ្យយួនមិនក៏មិនឆ្ងល់ខ្លួនឯងមិនក៏ប្រឹងឆ្ងល់ថាដែនទឹករបស់យួនរបស់កម្ពុជាកាត់ឲ្យយួនហ្នឹងមិនក៏ព្រមកាត់ឲ្យយួនហើយមិនក៏តាមព្រំដែនហ្នឹងមានស៊ីសងគ្នាអីខ្លះបានជាមិនប្រាប់យើងរហូតដល់ព្រំដែនកម្ពុជាវៀតណាមធ្វើហើយ84%មិនក៏មិនឆ្ងល់តែឆ្ងល់អីយូក្រែននោះស្គាល់ប្រវត្តិសាស្ត្រដីវាច្បាស់ទេ
ចៅឯងអត់ស្គាល់ទេចៅឯងរកសិភៅអានពីប្រវត្តិសាស្ត្រនៃប្រទេសយូក្រែនពាក់ព័ន្ធនឹងរុស្ស៊ីសិនទៅនៅក្នុងផ្នែករុស្ស៊ីណាយូក្រែននេះគឺជាផ្នែកមួយនៃរុស្ស៊ីណាកូនណាចៅណាអញ្ចឹងចៅគួរណាស់ខំប្រឹងស្វែងយល់ថាព្រំដែនកម្ពុជាជាមួយវៀតណាមនេះតើវាដោះដូរគ្នាអីខ្លះហើយមិនបានជាដែនទឹកហ្នឹងលោកហ៊ុនសែនណាទោះបីថាមិនទាន់មានព្រំដែនក៏ដោយក៏30ឆ្នាំជាងមកនេះមិនក៏នៅដដែលណាហើយមិនក៏កម្ពុជាហ្នឹងទាំងហេងចម្រិនទាំងហ៊ុនសែនធ្វើតាមវៀតណាមដោយប្រកាស Straight Baseline ឆ្នាំ1982អត់ផ្លាស់ប្ដូរសោះរហូតដល់ឥឡូវយើងគួរឆ្ងល់រឿងហ្នឹងពីព្រោះជារឿងទឹកដីរបស់ដូនតាយើងចាឯងតែឆ្ងល់អីយូក្រែនហ្នឹងចាឯងរកសភៅអានបន្តិចមើលតើយូក្រែនហ្នឹងវាយ៉ាងម៉េចជាមួយអាណាចក្ររុស្ស៊ីពីដើមហ្នឹងកូនអាហ្នឹងធ្វើឲ្យចាឯងចេះដឹងយល់ទេចាឯងទៅរកយុត្តិធម៌ឯណាបើខ្លួនឯងអត់មានណាកូនណាយិនហៀងអូយិនហៀងផ្សារថ្មីចិត្តសកលបាត់ដំបងទុសេខ្សែភ្លើងអូខេហើយចុះផ្សារមួយទៀតដែលឆេះនោះឆេះអស់ហើយនៅយិនហៀងឆាផ្សារដែលឆេះពីម្សិលមួយថ្ងៃឆេះអស់ហើយនៅដូចជាឆេះអស់ហើយឆេះអស់សង់ថ្មីណាឆេះអស់សង់ថ្មីតាមពិតហ្នឹងត្រូវដាក់ម៉ាស៊ីនបូមទឹកមកស្ទឹងឲ្យតទៅយោទៅបាញ់តែគេអត់ធ្វើអញ្ចឹងគេយកឡានទៅបាញ់ជ្រោចខ្ញុំបាញ់វាទប់មិនជាប់ទេបាទបាត់ដបងឆេះច្រើនអញ្ចឹងបានសង់ថ្មីហើយឥឡូវឆេះនៅសកលនោះទៀតអូខេបើសិនណាជាមានវិបត្តិទុសេខ្សែភ្លើងអាហ្នឹងមិនមែនជាបញ្ហាប្រជាជនទេអាហ្នឹងបញ្ហារាជការអត់កំណត់សុវត្ថិភាពស្តង់ដារនៃខ្សែអគ្គិសនីនិងប្រព័ន្ធតអគ្គិសនីក្រសួងអគ្គិភ័យពលរដ្ឋអគ្គិភ័យនិងក្រសួងរដ្ឋត្រូវដឹងរឿងហ្នឹងបាទត្រូវដឹងរឿងហ្នឹងបញ្ហាទុសេខ្សែភ្លើងគឺជាបញ្ហារបស់រាជការវាតកតងនឹង Electricity Code តកតងនឹងលេខកូដសុវត្ថិភាពដែលតម្រូវឲ្យជាងដែលតខ្សែហ្នឹងប្រើប្រាស់ខ្សែនានាឲ្យមានសម្បកខ្សែណាបង្កប់ក្នុងឲ្យមានសម្បកក្រាស់ត្រឹមត្រូវតាមសុវត្ថិភាពនៃអគ្គិភ័យហើយនឹងការតខ្សែហ្នឹងខ្សែនានាត្រូវមានការត្រួតពិនិត្យបើមិនដូច្នោះទេច្បាស់ជាយើងបានថ្មីញឹកញយបន្តិចតិចឆេះអស់វាយចោលបានថ្មីបន្តិចតិចឆេះអស់វាយចោលបានថ្មីអញ្ចឹងណាបាទលោកតារុស្ស៊ីអាចបើកការប្រយុទ្ធជាមួយម៉ាណេតូទេអត់ទេកូនអត់ទាន់ឃើញសញ្ញាហ្នឹងទេយ៉ាន់ចិនដាកោះគុជនិងមេកោះក្រៅអាចបាត់ទៅគេទេកោះគុជជារបស់ថៃកោះត្រល់គឺជារបស់យួនអត់មានបានទៅគេទេបើយើងអត់ដែលកាន់ផងយើងអត់ដែលកាន់កាប់កោះនឹងផងចំពោះរឿងព្រំដែនកម្ពុជាវិញមិនឆ្ងល់ទេលោកតាព្រោះអីកម្ពុជាគ្មានអានឹងកុំនិយាយណាកូនណាបើអត់ឆ្ងល់ទេឲ្យចុះណាកូនណាកូននេះកឹមសួស្ដីបាទហើយផ្កាកំពុំហើយយុរ៉ុបមានប៉ុន្មានប្រទេសដែរយុរ៉ុប
ទៅបើក Google មើលទៅប៉ុន្តែត្រូវឲ្យគេរាយការណ៍ជាពីរមួយគេហៅថា Europe ខាងកើតមួយហៅថា Europe ខាងលិចណាបើ Google មើលទៅខ្ញុំឆ្លើយក៏បានដែរប៉ុន្តែមិនចាំបាច់វាព័ត៌មានហ្នឹងអាចឆ្លើយខ្លួនឯងបានណាបាទសួរទៅ Google ទៅព័ត៌មានពីប្រទេសវេណេស៊ុយអេឡាឬទេហួហ្គីតាអាមេរិកាំងបញ្ជូននាវាផ្ទុកយន្តហោះទៅម្ដុំហ្នឹងនាវាផ្ទុកយន្តហោះទៅនឹងចាញ់បញ្ជូនចាញ់ទៅណាអូខេសហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅកាន់តំបន់ហ្នឹងហើយណា Pentagon on Friday announced the deployment of an aircraft carrier to US Southern Command to target drug trafficking organization, marking a significant US military build-up in the Latin American region. នាវាផ្ទុកយន្តហោះទំនើបបំផុតរបស់សហរដ្ឋអាមេរិក the USS Gerald R. Ford បានត្រូវបញ្ជាឲ្យធ្វើដំណើរទៅកាន់អាមេរិកខាងត្បូងដែលអាចនឹងគ្រប់គ្រងស្ថានភាពនៅទីនោះដើម្បីចូលរួមកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងចរាចរណ៍គ្រឿងញៀននឹងគឺជាព័ត៌មានតាក់ទងនឹងអាមេរិកខាងត្បូងណាដូច្នេះគឺតាក់ទងនឹងវ៉ាណេស៊ុយអេឡាណានេះគឺជារឿងតាក់ទងនឹងវ៉ាណេស៊ុយអេឡាណាខ្ញុំមិនចង់ឲ្យអាមេរិកកាំងទៅវាយវ៉ាណេស៊ុយអេឡាទេចង់ឲ្យគៀបសង្កត់បន្តិចបន្តួចទៅហើយនឹងចង់ឲ្យល្បាតតំបន់នឹងអីការពារគ្រឿងញៀនគ្រឿងអីធ្វើចោះប៉ុន្តែឲ្យទៅវាយវ៉ាណេស៊ុយអេឡាអត់ចង់ឲ្យវាយទេខ្ញុំចង់ឲ្យគៀបសង្កត់ហើយចរចារកដំណោះស្រាយពីព្រោះopposition ពួកគណៈបកប្រឆាំងនៅវេណេស៊ុយអេឡាក៏ខ្ញុំមិនទុកចិត្តហើយចំណែកឯប្រជាជនវេណេស៊ុយអេឡាក៏គាត់មិនទាន់ជាយើងមិនទាន់ដឹងច្បាស់ថាតើគាត់យ៉ាងម៉េចអញ្ចឹងប្រទេសវេណេស៊ុយអេឡាគឺមិនគ្រាន់តែគៀបសង្កត់តែមិនចង់ឲ្យទៅវាយទេអានឹងចំពោះខ្ញុំអ្វីដែលខ្ញុំចង់បានជាងគេគឺនយោបាយសហរដ្ឋអាមេរិកនៅអាមេរិកខាងត្បូងត្រូវយកចិត្តទុកដាក់នឹងភាពក្រីក្រត្រូវយកចិត្តទុកដាក់នឹងភាពក្រីក្រត្រូវយកចិត្តទុកដាក់នឹងភាពក្រីក្រនៃបណ្ដាប្រទេសនៅអាមេរិកខាងត្បូងពលគឺដូចជានៅប្រទេសអាហ្ចិនទីណាណាបូលីវីជេលីកូឡុំបៀអេកាដូហ្គាយ៉ាណាប៉ារ៉ាហ្គយប៉េរូស៊ូរីណាមីអីហ្នឹងគឺយកចិត្តទុកដាក់ពីភាពក្រីក្រហើយឲ្យក្រុមហ៊ុនអាមេរិកហ្នឹងទៅធ្វើកសិកម្មនៅទីនោះឲ្យបានធំដើម្បីឲ្យប្រជាជនមានការងារធ្វើហើយកុំឲ្យចរន្តកុម្មុយនីសហ្នឹងវារាតត្បាតតំបន់ហ្នឹងតែខ្ញុំយល់ថានយោបាយរបស់សហរដ្ឋអាមេរិកដូចជាប្រងើយកន្តើយដែលបណ្ដាលឲ្យប្រជាជនក្រីក្រហ្នឹងចេះតែរត់មកអាមេរិកបើសិនជាធ្វើឲ្យប្រជាជនមានការងារធ្វើមានជីវភាពធូរធារអាមេរិកខាងត្បូងអាចក្លាយទៅជាបង្អែកកសិកម្មរបស់សហរដ្ឋអាមេរិកហើយប្រជាជនដែលឆ្លងដែនមកព្រំដែនខាងត្បូងអាមេរិកក៏អាចកាត់បន្ថយបានអាហ្នឹងអញ្ចឹងណាលោកតាធនាគារ Woori Bank នៅកម្ពុជាគេបង្កក់ដែរឬទេចៅឯងសួរខុសហើយចៅឯងអត់យល់រឿងហ្នឹងទេ Woori Bank គឺជាធនាគារកូរ៉េបើ account ក្នុងធនាគារហ្នឹងជារបស់ scammer ទើបធនាគារហ្នឹងបង្កក់តែបើចៅឯងមិនមែនជាចៅ scammer ទេគ្មានអ្នកណាបង្កក់ account កូនឯងទេអត់មានអ្នកណាបង្កក់ទេណាកូនណាគេអត់សួរអញ្ចឹងទេធនាគារកូរ៉េ
នៅកម្ពុជារួមទាំងប្រាសាទផងគេបង្កប់តែ account ណាដែលគេដឹងថាជាលុយរបស់ចៅណាកូនណានឹងអញ្ចឹងណារីឯលុយរបស់កូនឯងអត់ភ័យទេលើកលែងកូនឯងធ្វើការជាមួយនឹង scammer បើកូនឯងធ្វើការជាមួយ scammer អាហ្នឹងគេក៏លុយកូនឯងណាអូខេអាហ្នឹងអញ្ចឹងណាអញ្ចឹងកូនឯងសួរហ្នឹងសួរដូចអត់យល់រឿងណាកូនណាវៀងវ៉ាន់ទិញទោះបីលាលែងក៏ដោយក៏វាអត់មែនរឿងលាលែងទេគឺរឿងដែលធនាគារជាតិនៃកម្ពុជាត្រូវតែធ្វើកិច្ចការខ្លួនឬក៏ចាំឲ្យអាមេរិកាំងសំណូមពរអញ្ចឹងណាបងណាសេចក្តីណែនាំរបស់ខ្ញុំគឺនរណាមាន account ជាមួយធនាគារ Prince ឆាប់ដកលុយចេញពីព្រោះធនាគារហ្នឹងទោះបីធនាគារជាតិនៃកម្ពុជាថាមិនអីក៏ដោយក៏ត្រូវតែបិទទ្វារឆាប់បិទទ្វារឆាប់ដូច្នេះហើយកុំចាំបាច់តម្រង់ជួរដកលុយចេញទៅណាអាហ្នឹងខ្ញុំអ្នកនិយាយនៅស្រុកខ្មែរនិយាយបានគេថាញុះញង់បើខ្ញុំអ្នកនិយាយខ្ញុំនិយាយចឹងណាចឹងបងប្អូនសួស្តីចុងសប្តាហ៍ខ្ញុំមានតែប៉ុណ្ណឹងណាមានតែប៉ុណ្្នឹងទេខ្ញុំជម្រាបលាអរគុណបានមកស្ដាប់កំសាន្តណាចាំជួបគ្នាស្អែកបាទជម្រាបលាបើបាត់វាតើលុយក្នុងធនាគារយកទៅណាលោកតាដានីអាចធនាគារវាយកលុយរត់ធនាគារជាតិនៃកម្ពុជាចាប់អត់បានឬក៏រាជការខ្មែរបិទភ្នែកម្ខាងបើកភ្នែកម្ខាងឬក៏សហរដ្ឋអាមេរិកស្នើឲ្យធនាគារជាតិបង្កកលុយកាក់ណាយើងអត់ដឹងទេណាយើងអត់ដឹងទេដូច្នេះហើយកាលណាយើងអត់ដឹងបើយើងមានលុយក្នុងធនាគារ Prince បញ្ញាប់ទៅដកជាជាងជឿគេហើយកុំជឿរាជការគាត់ដើរយឺតលុយមិនលុយរាជការណាលុយយើង DVS តើរុស្ស៊ីពិតជាខ្លាក្រដាស់ដោយគេថាមែនទេអាហ្នឹងគេកាន់ចំអន់គ្នាទេអាហ្នឹងយើងតាមដានរៀនសូត្រតទៅទៀតណាចៅគ្រាន់តែគេចំអន់គ្នាទេអូខេបាទអញ្ចឹងជម្រាបលា